old is you គឺយើងត្រូវប្រើអីគេ how old are you ឃើញវា list មកអត់ how old are you គេអត់គឺយើងអាចធ្វើការ replace វាភ្លាមតែម្ដងនៅក្នុងវីដេអូនេះគឺយើងសិក្សាអំពីរបៀបដែលយើងតម្លើង add in ដើម្បីយើងឆែកទៅលើ grammar របស់យើងនៅពេលដែលយើងសរសេរខុសវានឹង alert ឲ្យយើងឃើញតែម្ដងហើយសម្រាប់ add in របស់យើងគឺឈ្មោះថា Open Grammarly ហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នារបៀបដែលយើងអាច install ឬក៏តម្លើងនៅ plugin ហ្នឹងដើម្បីជួយសម្រួលដល់ការវាទៅលើអត្ថបទរបស់យើងឲ្យកាន់តែត្រឹមត្រូវជាងមុនអូខេកុំឲ្យខាតពេលលេយូរអញ្ចឹងយើងរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាអូខេជាជំហានដំបូងអ្នកទាំងអស់គ្នាមើលកន្លែងពាក្យថា add in មានន័យថាយើងអាចតម្លើងនៅ add in មួយចំនួនដែលយើងចង់យកមកដាក់នៅក្នុងកម្មវិធី Microsoft Word របស់យើងចឹងនៅក្នុង add in នេះគឺអ្នកទាំងអស់គ្នាអាចវាយឈ្មោះថា Open Grammarly ហ្នឹងទៅដើម្បីឲ្យវាឆែកទៅលើ grammar របស់យើងសូមអ្នកគ្នាចង់ប្រើ ChatGPT ឬក៏ Excel អ្នកគ្នាតម្លើងតាមហ្នឹងទៅតែនៅក្នុងវីដេអូនេះគឺខ្ញុំបង្ហាញអ្នកទាំងគ្នាតែ Open Grammarly ទេចឹងនៅពេលយើងបើកមកគឺអ្នកគ្នានឹងឃើញអ្នក CRC ឃើញនៅ add in របស់យើងនៅក្នុងនេះចឹង add in ទាំងអស់នេះគឺជា add in ដែលខ្ញុំបាន install ហើយចឹងបើសិនអ្នកគ្នាត្រូវការអ្នកគ្នាចុចកន្លែង more នេះមកបន្ទាប់គឺអ្នកទាំងគ្នា search ទៅ search ឈ្មោះថា Open Grammarly ចឹងទៅគេអត់ចឹងអ្នកគ្នានឹងឃើញ Open Grammarly សម្រាប់ Microsoft Word ដែរចឹងអ្នកគ្នាអាច add ចូលមកអ្នកគ្នាចុច add មកហើយចុច continue ទៅវានឹងធ្វើការ add ចូលទៅក្នុង Grammarly របស់យើងហើយវានឹងបាន Grammarly ជាលក្ខណៈ menu tab មួយចឹងអ្នកគ្នាអាចប្រើនៅក្នុង home នៅក្នុងកន្លែងនេះក៏បានអ្នកនរគ្នាត្រូវ sign in វាសិនចឹងវានឹងមានពាក្យថា sign in មួយនៅក្នុងនេះដែលអ្នកនរគ្នាត្រូវតែ sign in នៅ account របស់អ្នកនរគ្នាចូលចាន់មកបានអ្នកនរគ្នាអាចចូលមកប្រើផ្ទាំងមួយនេះបានចឹងអ្នកនរគ្នា sign in តាមរយៈ Google ចឹងមកអូខេចានេះខ្ញុំ sign in រួចហើយខ្ញុំខ្ជិល sign in ម្ដងទៀតដោយសារវាចំណាយពេលយូរព្រោះ sign in គឺវាងាយស្រួលទេយើងគ្រាន់ log in ជាមួយនឹង account យើងមកគឺអូខេចឹងឧទាហរណ៍ដូចពាក្យនេះចឹងនៅពេលដែលខ្ញុំវាយថា my is name page ចឹងឃើញវា recommend ឲ្យយើងអត់ថាអាហ្នឹងគឺវាអត់ត្រូវតាម grammar របស់យើងទេវានឹងបង្ហាញនៅទីនេះហើយចឹងអ្នកគ្នាអាចចុចលើហ្នឹងមកអូខេចឹងគឺវានឹង replace ទៅជា my name is ឬក៏មួយទៀតអ្នកគ្នាអាចថាដាក់ថាឧទាហរណ៍ how old are you ចឹង how អ្នកគ្នា old is you ចឹងhow old is you ចឹងគឺអ្នកនរគ្នានឹងឃើញថាគេនេះ is correct subject វាអត់ត្រូវទេចឹងគឺយើងត្រូវប្រើអីគេ how old are you ឃើញវា list មកអត់ how old are you គេអត់គឺយើងអាចធ្វើការ replace វាភ្លាមតែម្ដងចឹងបើសិនអ្នកនរគ្នាសរសេរអត្ថបទខុសអីអ្នកគ្នាអាចកែបានភ្លាមតែម្ដង hello guys ឧទាហរណ៍យើងដាក់ថា hello guys ខ្ញុំអត់ដាក់អញ្ចឹងនេះខ្ញុំដាក់យ៉ាង hello guys welcome to my vlog ចឹងទៅចឹងវាធ្វើការឆែកទៅលើនេះគេឆែកទៅលើ paragraph របស់យើងហើយអ្នកគ្នាចុចមក hello គឺវាខុសគេកន្លែងណា hello នេះគឺវាមានគេនេះ comma មួយហើយមើលតទៀតវាមានគេទៀតគេអត់ guy កន្លែងនេះគឺ comma មួយទៀតមកអូខេមានគេទៀតអូខេត្រឹមត្រូវហើយគឺយើងអាចដាក់ខណ្ឌអញ្ចឹងក៏បានដែរអញ្ចឹងនេះគឺជារបៀបដែលយើងអាច check ទៅលើ grammar នៅក្នុងកម្មវិធី Microsoft Word របស់យើងអរគុណច្រើនអ្នកនរគ្នាសម្រាប់អ្នកនរគ្នាថ្មីដែលមិនទាន់ subscribe ខ្ញុំគឺជួយ subscribe ខ្ញុំអ្នកមួយផងជួបខ្ញុំនៅវីដេអូបន្ទាប់